ជំរាបសួរលោកគ្រូខ្ញុំឈ្មោះទុំច័ន្ទសុនីតាថ្ងៃនេះផងដែរគឺខ្ញុំមកនិយាយអំពីការធ្វើ project e-commerce ដែលទាក់ទងជាមួយនឹង SSO ចឹងproject ខ្ញុំថ្ងៃនោះគឺមានwebsite មួយដែលទាក់ទងជាមួយនឹង SSO ដោយជាដំបូងSSO ហ្នឹងគឺជាពាក្យកាត់មួយដែលពាក្យពេញវាគឺមកពីពាក្យ server side rendering ដែលជា concept មួយដែលយើងអាចវិច data ចេញពី server ហើយយើងអាច render វាទៅកាន់ទៅជា HTML file ព្រមទាំងអាច list page ហ្នឹងឲ្យទៅ client ដើម្បីប្រើប្រាស់ឬមួយក៏បង្ហាញជា interface បានចឹងចំណុចដំបូងដែលខ្ញុំចង់មកនិយាយហ្នឹងគឺខ្ញុំមកនិយាយអំពី catalog ចឹងនៅក្នុង website ដែលខ្ញុំបានបង្កើតហ្នឹង catalog ដែលខ្ញុំបានបង្កើតទាំងអស់គឺខ្ញុំមាន product ក្នុងការលក់ដែលទី1គឺមានប្រភេទជា product ដែលទាក់ទងជាមួយនឹង decor ដែលខ្ញុំមាន Alora lamp ហើយពពួកcategory នៅក្នុងផ្ទះបាយមាន lamber mat ហើយពពួក travel គឺមាន backpack ចឹងអានេះគឺខ្ញុំនឹង show view detail វាចំពោះតម្លៃនិងdetail របស់ product ហ្នឹងដែលយើងបាន show ទៅកាន់client ចឹងខ្ញុំសូមបើក internet មួយ សិនចឹងនេះគឺជា view detail ដែលទាក់ទងជាមួយនឹង product ហ្នឹងឧទាហរណ៍ថាខ្ញុំលក់អំពូលភ្លើងមួយដែលមានតម្លៃ$89នេះគឺជា detail ដែលនិយាយទាក់ទងជាមួយនឹង product ហ្នឹងហើយនេះគឺជាចំនួន quality ដែលយើងចង់ order ចំនួន1 2 3 4 5អីចឹងទៅពេលយើង order ហើយគឺយើងចូលចំណុចបន្ទាប់គឺ add category ចឹងចូលដល់ add category ហ្នឹងគឺខ្ញុំសូមឲ្យទៅកាន់member team ខ្ញុំបន្ទាប់គាត់ជាអ្នកបកស្រាយវិញម្ដង